បាទសួស្តីបងប្អូនទាំងអស់គ្នាជាពិសេសបងប្អូនថ្នាក់ទី5ទី6ទី7ហើយបងប្អូនថ្នាក់ផ្សេងទៀតក៏អាចរៀនបានដែរបាទសម្រាប់អ្នកដែលដឹងបាទយើងអាចរៀនបានអញ្ចឹងក្នុងចំណុចនេះដែរគឺខ្ញុំចង់បង្ហាញតកតងជាមួយនឹងការបំលែងប្រភេទឲ្យទៅជាចំនួនចម្រុះហើយយើងអាចបំលែងប្រភេទឲ្យទៅជាចំនួនចម្រុះបានតទៅប្រភេទហ្នឹងគឺជាប្រភេទដែលមានបាទភាគយកធំជាងភាគបែងបាទអញ្ចឹងបើសិនជាភាគយកតូចជាងភាគបែងបើសម្រួលបានយើងសម្រួលតែបើសិនជាសម្រួលបានទេទុកវាប៉ុណ្្នឹងទៅបាទប៉ុន្តែនេះយើងឃើញថាវាមានភាគយកធំជាងភាគបែងហើយគេឲ្យយើងបំលែងទៅជាចំនួនចម្រុះអញ្ចឹងដើម្បីបំលែងវាបានតើតែយើងយកវាទៅចែកយើងចេះតែប្រមាណវិធីចែកទៅគឺយើងអាចបំលែងវាបានហើយអត់ពិបាកទេគឺស្រួលមែនតើបាទអញ្ចឹងខ្ញុំមាន7ចែកឲ្យ6អញ្ចឹងបាទឬក៏7ភាគ6ហ្នឹងដូចគ្នាណាបាទអញ្ចឹងយើងយក7 A ណាសុំ CA បាទ7ចែកនឹង6បាទអញ្ចឹង7ចែកនឹង6យើងបាន1ដង6ដងគឺស្មើ6អញ្ចឹង7ដក6ចេញដល់សល់1បាទអញ្ចឹងនេះជាផលចែកអញ្ចឹងផលចែកចំណាំដាក់ខាងមុខមកបាទសំណល់ទៅលើសំណល់វានៅខាងក្រោមអញ្ចឹងដាក់វាទៅលើបាទ6ដាក់វាមកក្រោមបាទអញ្ចឹងបន្តមកទៀតបាទ B 12ចែកនឹងបាទ12ចែកនឹង5អញ្ចឹង5 2ដងវា10ណាបាទតែ5 3ដង15លើសអញ្ចឹងដាក់2ដង5 2ដង10 12ដកចេញ10នៅសល់2បាទផលចែកដាក់ខាងមុខលេខ2នេះផលចែកណានេះកន្លែងនេះដាក់ខាងមុខសំណល់ដាក់ទៅលើបាទលេខ5ដាក់មកខាងក្រោមនេះបាទបន្តមកទៀត C បាទ13ចែកនឹង3បាទ13ចែកនឹង3អញ្ចឹងយើងបានប៉ុន្មាន3 3ដង9 3 4ដង12 3 5ដង15លើសអញ្ចឹងយើងដាក់4 4ដង3 4ដង10 12បាទ13ដក12នៅសល់ប៉ុន្មាននៅសល់1បាទនៅសល់1អញ្ចឹង4នេះគឺជាផលចែកយកដាក់ខាងមុខមកបាទសំណល់1ដាក់ទៅលើបាទលេខ3នៅខាងលើដាក់មកខាងក្រោមតែប៉ុណ្្នឹងបាទអញ្ចឹងយើងអាចធ្វើវាបានហើយបាទប៉ុន្តែបើសិនជាគេចង់បំលែងចំនួនចម្រុះនេះទៅជាប្រភេទវិញអត់បានទេណាបាទយកមេគុណដូចខ្ញុំធ្លាប់ប្រាប់ក្នុងវីដេអូមុនអញ្ចឹង1គុណនឹង6ស្មើប៉ុន្មាន6 6 6 7 7លើ6ដែរបាទអត់ពិបាកទេទៅមកត្រឡប់ចុះត្រឡប់ឡើងគឺស្រួលបាទអញ្ចឹងអ្វីដែលបងប្អូនត្រូវចំណាំគឺចំណាំរូបមន្តមួយនេះមកបាទ A បាទ A B លើ C វាស្មើជាមួយនឹង A គុណនឹង C បាទបូកជាមួយនឹង B នៅលើ C ដដែលបាទអញ្ចឹងយើងចាំរូបមន្តមួយនឹងមកយើងអាចដោះស្រាយវាបំលែងពីចំនួនចម្រុះទៅជាប្រភេទវិញបានហើយអញ្ចឹងសង្ឃឹមថាវីដេអូនេះគឺអាចជាចំណេះដឹងបន្តិចបន្តួចសម្រាប់បងប្អូនទាំងអស់គ្នាជាពិសេសថ្នាក់ទី4ទី5ទី6ទី7បាទកុមារហ្នឹងបាទហើយសូមបងប្អូនចាំថាការរៀនវាលំបាកប៉ុន្តែបើសិនជាយើងមិនរៀនជីវិតយើងនឹងកាន់តែលំបាកបាទអរគុណជម្រាបលាយើងជួបគ្នានៅវីដេអូក្រោយទៀត